ក្នុងឆ្នាំ2026នេះអាចនឹងមានរឿងអ្វីកើតឡើងខ្លះនៅលើពិភពលោកដែលទំនាយទាំងអស់នេះកើតឡើងចេញពីលោកយាយបាបាវ៉ាន់ហ្គាតាំងពីគាត់នៅរស់គាត់បានទស្សន៍ទាយទឹកមុនហើយត្រូវបានមនុស្សជាច្រើននៅលើពិភពលោកទទួលស្គាល់ថាទស្សន៍ទាយរបស់លោកយាយជារៀងរាល់ឆ្នាំតែងតែកើតមានជាការពិតការទស្សន៍ទាយដំបូងបង្អស់របស់លោកយាយបាបាវ៉ាន់ហ្គាគឺពាក់ព័ន្ធជាមួយនឹងសង្គ្រាមលោកលើកទី3ដែលអាចកើតឡើងនៅក្នុងឆ្នាំ2026នេះការផ្ទុះសង្គ្រាមនេះផងដែរលោកយាយបានពោលថាកើតឡើងចេញពីការលុបលុនមហិច្ឆតានៃការដណ្ដើមអំណាចការឈ្លានពានទឹកដីនិងការអួតសម្ញែងសភាវទំនើបផ្សេងនានារបស់ប្រទេសមហាអំណាចមួយចំនួនហើយវាក៏អាចឈានទៅដល់ការផ្ទុះអាវុធនុយក្លេអ៊ែរផងដែរអាចកើតមានវិនាសកម្មទៅដល់ពិភពលោកយើងដូចអ្នកទាំងគ្នាបានឃើញស្រាប់ហើយប្រទេសមួយចំនួនកំពុងតែផ្ទុះសង្គ្រាមមិនទាន់ចប់នៅឡើយទេបច្ចុប្បន្ននេះក៏អាចឈានទៅដល់សង្គ្រាមរវាងប្រទេសចិននិងតៃវ៉ាន់ផងដែរហើយទំនាយបន្តគឺពាក់ព័ន្ធជាមួយនឹងមនុស្សក្រៅភពតែចំណុចនេះគឺល្បីរន្ទឺសម្រាប់ឆ្នាំ2026នេះគឺមនុស្សយើងអាចជួបភាវៈមានជីវិតមកពីភពផ្សេងដូចជាអេលៀនសម្រាប់បងប្អូនទាំងអស់គ្នាជឿអត់ថាមានអេលៀនរាប់ខ្ញុំផងដែរនិយាយតាមត្រង់គឺជឿពិភពផែនដីក៏នៅមានភពផ្សេងអាចនិយាយបានថាជាមនុស្សក្រៅភពក៏អាចនឹងមានយានអវកាសដ៏ធំអាចនឹងបង្ហាញខ្លួនចិត្តផែនដីយើងនេះក្នុងខែវិច្ឆិកាឆ្នាំ2026អាចបង្កឲ្យមានការភ្ញាក់ផ្អើលនិងការភ័យខ្លាចជាសកលតែម្ដងនាយបន្តគឺអាចនឹងជួបគ្រោះមហន្តរាយធ្ងន់ធ្ងរនិយាយបានពោលថាអាចនឹងជួបគ្រោះរញ្ជួយដីការផ្ទុះភ្នំភ្លើងដែលគ្រោះមហន្តរាយនេះផងដែរក៏កំពុងកើតឡើងមានសពថ្ងៃនៅប្រទេសមួយចំនួនដែរមានមនុស្សភាគច្រើនព្យាករណ៍ថាវានឹងអាចខ្លាចជាការពិតក៏អាចមានបន្ទុះភ្នំភ្លើងដ៏ខ្លាំងមួយដែលចេញពីបាតសមុទ្រមនុស្សគ្រប់គ្នាពិតជាស្មានមិនដល់អាចធ្វើឲ្យប្រទេសមួយចំនួនលិចលង់នៅក្នុងបាតសមុទ្រផងដែរខ្ញុំក៏សង្ឃឹមថាប្រទេសនោះផងដែរគឺជាប្រទេសចោលសៀមទំនាយបន្តគឺការបំរែបំរួលខ្លាំងប្រទេសធ្លាប់តែក្តៅហួតហែងនឹងប្រែទៅជាតកប្រទេសដែលត្រជាក់មានភ្នំតកប្រែខ្លាចទៅជាក្តៅរលាយអស់តែម្ដងហើយក៏នៅមានចំណុចសំខាន់បន្តទៀតដែរនេះខ្ញុំសូមអនុញ្ញាត sponsor បន្តិចនេះខ្ញុំចង់បង្ហាញពីភ្ញៀវដែលគាត់បានប្រើលេសេរ៉ូម scrub វីតាមីនតងសុខជារបស់ brand Philips ហើយរឹតតែយូរសាច់រឹតតែក្រាស់សថ្លាម៉ត់ស្អាតខ្លាំងមែនតើពិសេសសុវត្ថិភាពហើយគ្មានជាតិកាត់សំបីតែបន្តិចឈុតនេះបើខ្លាចសកំប្រាវពីព្រោះវាសខ្លាំងមែនតើបីតែគាត់នេះ scrub តែជាមួយ scrub ធម្មជាតិ scrub លេទឹកឃ្មុំព្រៃនិង scrub កាហ្វេ Philips ទេខ្លះគាត់គិតថាតតបកស្បែកខាត់ស្បែកបានស្បែកសតែសាកប្រើ scrub Philips សម៉ត់មកបន្ថែមជាមួយនឹងការបំពន់ស្បែកជាមួយលេនិងសេរ៉ូម Philips សាច់គាត់ទឹមតែប្រើបានចូល2 ខែមើលសាច់គាត់សឡងហោះចោលមុខហ្មងសាច់ចាំងជាងអំពូលម៉ែខាន់សឡងក្រាស់ខ្មឹកហ្មងបន្តគឺពាក់ព័ន្ធជាមួយនឹងការរីកចម្រើននៃ AI វាក៏អាចបង្កភាពងាយស្រួលដល់មនុស្សយើងហើយក៏អាចបង្កហានិភ័យផងដែរប្រព័ន្ធ AI សពថ្ងៃផងដែរវាមានភាពវៃឆ្លាតខ្លាំងមែនទែនវៃឆ្លាតជាងមនុស្សទៅទៀតក៏អាចមានការ scam នានាចេញពីប្រព័ន្ធ AI ផងដែរយើងគួរគប្បីត្រូវតែប្រុងប្រយ័ត្នឲ្យខ្លាំងបំផុតចំណុចដែលលោកយាយបានទូទាបន្តទៀតនោះការឡើងថ្លៃមាសនិងគ្រីបតូតែមនុស្សនៅចំណុច0ក៏អាចឈានដល់ចំណុចកំពូលឯមនុស្សនៅចំណុចកំពូលក៏អាចធ្លាក់ដល់0ផងដែរអញ្ចឹងយើងរឹតតែគួរប្រុងប្រយ័ត្នទៀតលោកយាយបាននិយាយទៅថានៅក្នុងឆ្នាំ2026នេះផងដែរសម្បូរទៅដោយមនុស្ស fake មនុស្សខ្លាំងខ្លាយច្រើនមែនទែនសម្រាប់មនុស្សដែលមានភាពស្មោះត្រង់នៅក្នុងខ្លួនពិតជាល្អខ្លាំងមែនទែនហើយអ្វីដែលរឹតតែធ្ងន់ធ្ងរទៀតនោះគឺវិបត្តិសេដ្ឋកិច្ចពិភពលោកវាអាចបង្កឡើងដោយសារសង្គ្រាមគ្រោះមហន្តរាយធម្មជាតិនិងបញ្ហានយោបាយអន្តរជាតិមិនថាពិភពលោកខាងមុខនេះអាចមានបញ្ហាអីក៏ដោយគាត់បានដាស់តឿនយើងថាឲ្យព្យាយាមធ្វើល្អព្រោះការធ្វើល្អព្រះនិងទេវតានឹងតាមជួយថែរក្សាយើងការនិយាយទាំងអស់នេះផងដែរក៏មិនមែនជាការបំភ័យសម្រាប់អ្នកទាំងអស់គ្នាដែរគ្រាន់តែជាការសម្រាយនៃការទូទាយរបស់លោកយាយបាបាវ៉ាន់ហ្គាតែប៉ុណ្ណោះថាពិភពលោកអាចប្រឈមនឹងបញ្ហាអីក៏ដោយអ្នកទាំងអស់គ្នាពង្រឹងស្មារតីព្យាយាមខិតខំរកស៊ីធម្មតាខំសិក្សាអភិវឌ្ឍខ្លួនឯងឲ្យបានរីកចម្រើនហើយក៏មានភ្ញៀវសួរច្រើនខ្លាំងមែនទែនអាក្លេម៉ាហ្វីលីកនេះក្រៅពីប្រើលើមុខអាចប្រើលើក្លៀកបានដែរឬអត់គឺប្រើបាន 100% ទូទៅចង់លាបលេខក្លៀកបានប្រសិទ្ធភាពខ្ពស់បានក្លៀកសម៉ត់រលោងទាំងអស់គ្នាអាចបិទក្លេម៉ាស់ទៅលើក្លៀកហើយអុបសិនមួយទៀតអ្នកទាំងអស់គ្នាអាចយក scrub លេខទឹកឃ្មុំព្រៃឬក៏ scrub កាហ្វេយកមកទៅដោះក្លៀកនឹងក៏ជួយឲ្យម៉ត់សាហាវខ្លាំងដែរសម្អាតក្លៀកឲ្យស្ងួតស្អាតរួចហើយលាបលេខក្លៀក Philips នឹងសម៉ត់ខៃបាត់បែកយកបាត់ក្លិន